រំខានអ្នកទេលោកយូខ្ញុំបានជិះតាក់ស៊ីហើយវានឹងមកដល់ក្នុងពេលបន្តិចទៀតគេនឹងមកដល់ឆាប់នេះហើយតើអ្នកកំពុងមើលអីខ្ញុំមិនអាចសំបីតែមើលផងតើវាអាចទៅរួចទេដែលថាគ្រាន់តែក្រឡេកមើលខ្ញុំមួយផ្លែតលោកយូតើអ្នកគិតថាខ្ញុំកំពុងចែកចង់អ្នកមែនទេចុះរឿងនេះវិញអរគុណលោកពូដែលបានជួបខ្ញុំមកវិញបាទសួស្តីបងប្អូនអរគ្នាសម្រាប់បងប្អូនដែលមានបំណងចង់ចេះក្នុងការយករឿងល្បីៗមិនថាសាច់រឿងភាគចិនឬក៏សាច់រឿងបរទេសពីប្រភពណាមកទេគឺបងប្អូនអាចធ្វើការសម្រាយរឿងបាននៅលើទូរស័ព្ទដៃអញ្ចឹងសម្រាប់វីដេអូនេះខ្ញុំនឹងចែកម្លែកទៅដល់បងប្អូនដែលមានបំណងចង់ចេះក្នុងការសម្រាយរឿងភាគចិនមកជាភាសាខ្មែរដែលប្រើប្រាស់ AI អញ្ចឹងសង្ឃឹមថាអ្វីដែលខ្ញុំចែកម្លែកនេះបងប្អូនអរគ្នានឹងបានជាចំណេះដឹងក៏ដូចជាបានជាបទពិសោធន៍សម្រាប់បងប្អូនអរគ្នាហើយក៏ដូចជាបងប្អូនចូលចិត្តសង្ឃឹមថាបងប្អូនដែលបានទស្សនាវីដេអូនេះហើយបងប្អូនកុំភ្លេចជួយចុច Subscribe Channel របស់ខ្ញុំចុច Like ចុច Share វីដេអូដើម្បីទទួលបានវីដេអូថ្មីៗក៏ដូចជាដើម្បីការចែកម្លែកបន្តផងណាអញ្ចឹងដើម្បីធ្វើការសម្រាយរឿងបានជាចំណុចដំបូងគឺបងប្អូនត្រូវមានសាច់រឿងសិនអញ្ចឹងរបៀបក្នុងការ download សាច់រឿងខ្ញុំនឹងប្រាប់បងប្អូននៅវីដេអូបន្តណាខ្ញុំនឹងប្រាប់បងប្អូនបន្ថែមទៀតនៅវីដេអូក្រោយប៉ុន្តែសម្រាប់វីដេអូនេះដោយសារតែខ្ញុំមានជាវីដេអូដែលខ្ញុំបានធ្វើការដំឡើងរួចហើយ download រួចហើយអញ្ចឹងខ្ញុំធ្វើការសម្រាយចែកជូនបងប្អូនតែម្ដងសង្ឃឹមថាបងប្អូនអរគ្នានឹងអាចតាមដានទស្សនាវីដេអូនេះពីចំណុចចាប់ផ្ដើមរហូតដល់ចប់អញ្ចឹងដើម្បីធ្វើការសម្រាយរឿងបានសម្រាប់ទូរស័ព្ទ Android បើសិនជាបងប្អូនមាន browser មិនថា Google មិនថា browser ណាមួយទេប៉ុន្តែខ្ញុំប្រើប្រាស់ទៅលើកម្មវិធី Chrome ណាខ្ញុំចុចចូលមកកាន់ Chrome បន្ទាប់ពីចូលហើយបងប្អូនអានេះខ្ញុំបញ្ជាក់បងប្អូនដោយសារតែខ្ញុំមានសាច់រឿងដែលខ្ញុំបានធ្វើការ download រួចហើយចំពោះការធ្វើនេះក៏វាមិនល្អឥតខ្ចោះដែរណាប៉ុន្តែខ្ញុំគាត់ថាយើងអាចធ្វើបានអញ្ចឹងបងប្អូនអាចមើលទៅគឺបងប្អូនអាចធ្វើបានអញ្ចឹងឥឡូវចូលដល់ Google ហើយខ្ញុំចុចចូល search ទៅលើកម្មវិធីមួយដែលមានឈ្មោះថា Transcript នេះណាបាទអញ្ចឹងបងប្អូនចុចចូលកន្លែងពាក្យថា Transcript ហ្នឹងមកដើម្បីយើងធ្វើការយកសាច់រឿងរបស់យើងមកបំលែងទៅពីពាក្យនិយាយរបស់តួអង្គនីមួយៗទៅជា script ណាដើម្បីហើយតមកទៀតយើងយក script របស់យើងហ្នឹងទៅធ្វើការ translate ទៅជាអូខេទៅជាសំឡេងដោយប្រើប្រាស់ទៅលើ AI ណាបាទអញ្ចឹងយើងចូលមកកាន់ transcript របស់យើងមកដល់បាទអូខេយើងរកអូខេ transcript នេះមកដើម្បីយើងធ្វើការបាទអញ្ចឹងបន្ទាប់ពីយើងចូលមកហើយនេះបើសិនជាបងប្អូនមិនទាន់ធ្វើការ log in ជាមួយនឹង Gmail ទេគឺបងប្អូនអត់ទាន់ load ដូចខ្ញុំទេអញ្ចឹងបងប្អូនតម្រូវធ្វើការ log in សិនបាទអញ្ចឹងនេះជាកន្លែងដែលខ្ញុំធ្វើការ train រួចណាបាទអ្នកថាខ្ញុំប្រើប្រាស់ជាមួយនឹងសាច់រឿងរបស់ខ្ញុំរួចដើម្បីខ្ញុំបំលែងពីសាច់រឿងពីពាក្យតួអង្គនិយាយទៅជា script ដើម្បីខ្ញុំយក script នោះទៅធ្វើជាអូខេជាមួយនឹងapp មួយទៀតដើម្បីបំលែង script ទៅជាសំឡេងអញ្ចឹងចុចចូលទៅនេះមកដើម្បីយើងទៅយកសាច់រឿងរបស់យើងមកធ្វើការ transcript បាទនេះអញ្ចឹងចុចចូលដំបូងគឺវាទម្រង់បែបនេះអញ្ចឹងចុចចូលកន្លែងពាក្យថា browser file ហ្នឹងមកបាទហើយបងប្អូនចុចដល់ទៀតអូខេហើយបងប្អូនទៅយកសាច់រឿងបងប្អូនមកដើម្បីយើងដាក់ចូលទៅក្នុងកម្មវិធី transcript ដើម្បីយើងអូខេធ្វើការអូខេអញ្ចឹងខ្ញុំយកសាច់រឿងនេះសាច់រឿងនឹងដដែលអញ្ចឹងខ្ញុំយកសាច់រឿងមួយនឹងមកបាទបញ្ជាក់បើសិនជាបងប្អូនធ្វើការកាត់កាន់តែវែងសាច់រឿងកាន់តែវែងគឺបងប្អូនចំណាយពេលកាន់តែច្រើនអញ្ចឹងបងប្អូនអាចធ្វើការកាត់ម្ដងត្រឹម5នាទីឬក៏អីមកអញ្ចឹងខ្ញុំសូមធ្វើការយកនៅសាច់រឿងមួយនេះចុះណាអូខេសាច់រឿងមួយនេះដើម្បីខ្ញុំអូខេខ្ញុំបង្ហាញបងប្អូនបាទអញ្ចឹងអូខេអញ្ចឹងនេះចំពោះនៅពេលណាដែលបងប្អូនធ្វើការរើសសាច់រឿងដាក់ចូលមកក្នុង file transcript នឹងហើយអូខេបងប្អូនជួយរងចាំតិចទៅដោយសារតែអ៊ីនធឺណិតរៀង slow បន្តិចអូខេអានេះវាលោតចូលមកហើយបាទបន្ទាប់ពីចេញដំណងបែបនេះហើយគឺបងប្អូនអាច select ជាមួយនឹងកន្លែងភាសានេះអញ្ចឹងភាសាដើមនៃវីដេអូគឺជាភាសាអីណាបាទអញ្ចឹងភាសាដើមវីដេអូរបស់ខ្ញុំគឺចិនខ្ញុំ select យកចិនតែលហើយមកទៀតគឺបន្ទាប់ពីយើងធ្វើការរើសភាសារួចហើយគឺបងប្អូនចុចលើពាក្យថា transcript ដើម្បីយើងបំលែងពីពាក្យនិយាយរបស់តួអង្គហ្នឹងទៅជា script ជាអូខេជាតួអក្សរ
bạn này việc cầm pung tại thưa ca bầm lại bị tụ ông này giấy tới chia phẩm lệ nhé tới thông tốt tới chia script tới chia axor bạn để pha tại riêng này lấy để pha tại chỉ video và hai nhưng vừa mùi dạy riêng lấy bạn trong iPhone ai tới mở bán ok chỉ lại này món là bây giờ mưa chỉ mùi script bao giờ này thế ok hai bóng ổn ai thưa ca prai cho tên này món là bây giờ thưa ca bảo prai nàyยังចុចលើពាក្យថា transcript នេះមកយើងអូខេចុចលើពាក្យ transcript ដើម្បីយើងបកប្រែពីភាសាចិនទៅជាភាសានេះបងប្អូនចុចនេះមកយ៉ាងវាដូរនេះមកជាភាសាអង់គ្លេសអញ្ចឹងយើងដូរពីភាសាអង់គ្លេសនេះភាសាដើមរបស់វាគឺចិនអញ្ចឹងយកខ្មែរណាយើងយករកភាសាខ្មែររកពាក្យថាខ្មែរ Cambodia បាទដើម្បីយើងដូរសំទោសចុចដល់ទៀតដើម្បីយើងនេះចុចដល់ទៀតដើម្បីយើងទៅដូរភាសាដូរ script ទៅជាភាសាខ្មែរបន្ទាប់ពីយើងបាន script ជាភាសាខ្មែរហើយចាំយើងយក script នោះទៅធ្វើការ generate ដោយប្រើប្រាស់ AI ចេញជាសំឡេងណាអូខេអញ្ចឹងមករកកន្លែងពាក្យថាខ្មែរ Cambodia សិននេះបងប្អូននេះពាក្យថាខ្មែរអញ្ចឹងចុចលើកកន្លែងខ្មែរហ្នឹងមកបាទអញ្ចឹងវានឹងដូរទៅជាភាសាខ្មែររងចាំតិចទៅដោយសារតែវាកំពុងតែធ្វើការ translate ឲ្យយើងទៅជាភាសាខ្មែរបាទរងចាំតិចបងប្អូនណារៀងយូរតិចដោយសារតែអ៊ីនធឺណិតរបស់ខ្ញុំរៀង slow តិចដែរអូខេបាទឥឡូវយើងបានធ្វើការនេះ translate ពីភាសាចិនមកជាភាសាខ្មែរអញ្ចឹងបងប្អូនធ្វើការ copy មកនេះកន្លែងពាក្យថានេះមកកន្លែងពាក្យតួអង្គនិយាយមកយើង copy វាឲ្យអស់មកបាទជួយយកត្រឹមនេះទេបាទដោយសារតែរឿងនេះវាខ្លីអញ្ចឹងវាមានប៉ុណ្ណឹងអញ្ចឹងជួយលើកពាក្យថា copy បាទបន្ទាប់ពីយើងបាន script ហើយយើង translate រួចហើយបងប្អូនថយវិញណាសំទោសយើងចុចអូខេចុចមកកន្លែង folder ថ្មីកន្លែង tab ថ្មីមកដើម្បីយើងចូលទៅកាន់បញ្ជាក់ខ្ញុំនៅក្នុង browser Chrome ដដែលទេហើយបងប្អូនចុចទៅលើ app មួយទៀតដែលមានឈ្មោះថា Mozilla app អញ្ចឹង Mozilla app ហ្នឹងគឺជា app របស់កូនខ្មែរយើងដែលធ្វើការបង្កើតសម្រាប់យើងធ្វើការងារផ្សេងៗទៅលើនេះហើយបញ្ជាក់ថាជា app របស់កូនខ្មែរអញ្ចឹងបងប្អូនចុចលើពាក្យថា Mozilla ហ្នឹងមកដើម្បីយើងធ្វើការយក script ដែលយើងបានធ្វើការបំលែងពីសាច់រឿងមិញហើយយើងបកប្រែចេញជាភាសាខ្មែរហ្នឹងបាទបន្ទាប់បងប្អូនចូលហើយគឺបងប្អូនធ្វើការ log in ជាមួយនឹង account Gmail បងប្អូនហើយបងប្អូនធ្វើការបញ្ជាក់ដោយសារតែវាទាមទារឲ្យយើងបញ្ជាក់ថាវាមិនមែនយើងមិនមែនជា robot ណាបាទតែដោយសារខ្ញុំធ្លាប់ធ្វើការប្រើប្រាស់ទីមួយទៀតបងប្អូនចុចចូលកន្លែងនេះពាក្យថា text to voice បានន័យថាយើងធ្វើការដាក់អត្ថបទឬក៏សរសេរអត្ថបទដើម្បីបំលែងទៅជាសំឡេងអញ្ចឹងបងប្អូនចុចលើនឹងមកអូខេយើងចុចលើទៅនឹងហើយអូខេតាមទៀតបងប្អូន select កន្លែងភាសានេះឃើញវាលោតពាក្យថាខ្មែរបាទអញ្ចឹងទៅនេះគឺ language បងប្អូនអាចធ្វើការរើសតែបងប្អូនអូខេចង់ AI និយាយជាភាសាអីអញ្ចឹងបងប្អូនរើសខ្មែរដូចខ្ញុំមកណាបាទដោយសារតែខ្ញុំដាក់ជាខ្មែររួចហើយអូខេអញ្ចឹងយើងយកជាខ្មែរទៅខ្ញុំថយវិញណាបាទអូខេយកជាខ្មែរខ្ញុំថយវិញបាទអញ្ចឹងវានៅជាប់ខ្មែរហើយអូខេតើនេះគឺជាមួយនឹងតួអង្គសំឡេងណាតើបងប្អូនយកសំឡេងជាប្រុសឬក៏សំឡេងស្រីឧទាហរណ៍ខ្ញុំយកសំឡេងមានពិសិដ្ឋសំឡេងប្រុសហើយនឹងស្រីមុំសំឡេងស្រីខ្ញុំយកសំឡេងពិសិដ្ឋចុះបាទតាមទៀតបងប្អូនធ្វើការផាសជាមួយនឹង script ដែលយើងបានធ្វើការប្រែចេញអំពីសាច់រឿងមិញជាមួយនឹង transcript មិញហ្នឹងបាទអូខេអញ្ចឹងបងប្អូនពិនិត្យមើលជាមួយនឹងនេះហើយអូខេអញ្ចឹងវាអាចដាក់បានជាមួយនឹង1500តួអក្សរជាមួយ script ណាបាទអូខេនេះជា speed ជាល្បឿនអញ្ចឹងបងប្អូនចង់ដាក់ប៉ុន្មានបងប្អូនអាចសេរីបានខ្ញុំយក normal ឬក៏អូខេបងប្អូនយកមកល្មមទៅតែបងប្អូនចង់បានតាមទៀតបងប្អូនធ្វើការចុចលើពាក្យ generate បាទបន្ទាប់ពីយើងចុចលើពាក្យ generate ហើយបងប្អូនធ្វើការរងចាំបន្តិចវានឹងបានជាសំឡេងបាទអូខេអញ្ចឹងវារួចរាល់ហើយបងប្អូនចុចលើនេះមកដើម្បីយើងស្ដាប់ជាមួយនឹងសំឡេងរបស់យើងសាកមើលក្មេងល្ងងតូចនោះពិតជាបានមកមែនជាងយូរតើអ្នកកំពុងធ្វើអ្វីជាមួយដៃខ្ញុំចង់រកអ្នកហេតុអ្វីបានជាអ្នករកខ្ញុំគ្រាន់តែចង់រកអ្នកតាមពិតខ្ញុំកំពុងព្យាយាមយល់ពីតាវិជារបស់មនុស្សល្ងងហេតុអ្វីបានជាអ្នកចង់រកខ្ញុំហេតុអ្វីបាទឥឡូវយើងបានជាមួយនឹងសំឡេងរបស់យើងហើយអញ្ចឹងតទៅទៀតយើងធ្វើការចុចដំឡើងជាមួយនឹងការ download នេះគឺបងប្អូនចុចលើពាក្យថា MP3
បាទចុចលើពាក្យ MP3 យ៉ាងវាធ្វើការតឡើងឲ្យយើងនេះណាបងប្អូនអាចធ្វើការចុចមើលបានអូខេអញ្ចឹងនេះគឺជាសម្លេងរបស់យើងក្មេងល្ងងតូចនោះពិតជាបានមកមែនអញ្ចឹងបងប្អូនអាចធ្វើការយកវាទៅកាត់តជាមួយកម្មវិធីជាមួយនឹងសាច់រឿងរបស់យើងបានហើយណាអញ្ចឹងចំពោះរបៀបក្នុងការកាត់តអាស្រ័យលើបងប្អូនទេបងប្អូនយល់ថាកាត់បែបណាល្អធ្វើបែបណាអាចតាក់ទាញចំពោះអ្នកទស្សនាគឺធ្វើបែបហ្នឹងទៅអញ្ចឹងមានប៉ុណ្ណឹងទេសម្រាប់វីដេអូថ្ងៃនេះអរគុណបងប្អូនសម្រាប់ការតាមដានទស្សនាជួបខ្ញុំវីដេអូបន្ទាប់របៀបក្នុងការដំឡើងឬក៏ការ download អំពីសាច់រឿងអំពីបរទេសសាច់រឿងផ្សេងមិនថារឿងចិនឬក៏រឿងបរទេសណាទេខ្ញុំនឹងចេញបង្ហាញនៅវីដេអូក្រោយអរគុណជម្រាបលាបាយបាយ